ការរងទុក្ខនៅលើឈើឆ្កាងព្រះយេស៊ូវបានបន្ទាបខ្លួនទ្រង់ហើយបានស្ដាប់បង្គាប់រហូតដល់ស្លាប់សូម្បីតែសេចក្តីស្លាប់នៅលើឈើឆ្កាងភីលីប 2:8 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទយើងប្រកាសជាយល់ពីអត្ថន័យខាងវិញ្ញាណនៃការបូជារបស់ព្រះគ្រីស្ទនៅកាល់វ៉ារីយ៉ាងណាក៏ដោយយើងអាចបំភ្លេចទុក្ខវេទនាដ៏ធំដែលព្រះគ្រីស្ទបានស៊ូទ្រាំនៅទីនោះអ្វីដែលអាក្រក់បំផុតអំពីឧបត្តិហេតុនោះគឺការញែកទ្រង់ចេញពីព្រះវរបតាទោះជាយ៉ាងណាក៏ដោយទុក្ខលំបាកខាងរូបកាយដែលទ្រង់បានជួបប្រទះក៏គួរឲ្យខ្លាចខ្លាំងណាស់លើសពីការយល់ដឹងរបស់មនុស្សខ្ញុំសូមអញ្ជើញលោក Christian Suhartoពី Badaravajawalanya Sentara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Badarakese ដើម្បីលើកការសរសើរដូចខាងក្រោមដើរជាមួយព្រះយេស៊ូវដើរជាមួយទ្រង់ជារៀងរាល់ថ្ងៃដើរជាមួយព្រះយេស៊ូវនិងព្រះយេស៊ូវជារៀងរហូតផ្លូវក្នុងសេចក្តីអំណរផ្លូវក្នុងទុក្ខព្រួយដើរជាមួយទ្រង់ជារៀងរាល់ថ្ងៃផ្លូវក្នុងសេចក្តីអំណរផ្លូវក្នុងទុក្ខព្រួយនិងព្រះយេស៊ូវជារៀងរហូតនៅក្នុងសៀវភៅរបស់គាត់ Dare to Believe លោក Dan Bowman ចែករំលែកគំនិតមួយចំនួនដែលអាចធ្វើឲ្យយើងដឹងគុណកាន់តែជ្រាលជ្រៅចំពោះសកម្មភាពរបស់ព្រះអង្គសង្គ្រោះជំនួសយើងប្រហែលជាមានដោយមិនដឹងខ្លួនឬជួនកាលដោយមិនដឹងខ្លួនបានធ្វើឈើឆ្កាងទៅជាវត្ថុប្រណិតគ្រឿងអលង្ការផ្សេងនិងប៉មឈើឆ្កាងគឺស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍ប៉ុន្តែកុំបង្ហាញពីអត្ថន័យពិតនៃការឆ្កាងគឺជាវិធីសាស្ត្រធ្ងន់ធ្ងរបំផុតនៃការដាក់ទណ្ឌកម្មដើមទុនក្នុងសតវត្សទី1បុរសដែលត្រូវបានថ្កោលទោសត្រូវបានលើកឡើងលើឈើឆ្កាងដែលគោលត្រូវបានរុញកាត់ដៃនិងជើងរបស់បុរសដែលត្រូវបានថ្កោលទោសបន្ទាប់មកឈើឆ្កាងត្រូវបានគេដំឡើងនិងជួសជុលទៅនឹងដីវាបានហែកសាច់របស់បុរសដែលត្រូវគេឆ្កាងហើយធ្វើទារុណកម្មគាត់ដោយការឈឺចាប់យ៉ាងខ្លាំងអ្នកប្រវត្តិសាស្ត្រនៅចាំថាទាហានដែលធ្វើពិធីឆ្កាងនោះមានការរន្ធត់ចិត្តជាខ្លាំងចំពោះបទពិសោធន៍នេះហើយជារឿយបានផឹកស្រាដើម្បីធ្វើឲ្យអារម្មណ៍របស់ពួកគេស្ពឹកស្រពន់ជាមួយនឹងការចងចាំដ៏រស់រវើកនៃការរងទុក្ខខាងរូបកាយរបស់ព្រះអង្គសង្គ្រោះសូមឲ្យយើងអរព្រះគុណម្ដងទៀតចំពោះការលះបង់របស់ទ្រង់នៅលើភ្នំកាល់វ៉ារីទ្រង់ស្រឡាញ់យើងខ្លាំងណាស់រហូតដល់ទ្រង់សុខចិត្តសុគតជំនួសយើងទោះជាការសោយទីវង្គតរបស់ទ្រង់នៅលើឈើឆ្កាងគួរឲ្យខ្លាចក៏ដោយអាម៉ែនការបំផុសគំនិតថ្ងៃនេះការលះបង់របស់យើងមិនគ្រប់គ្រាន់សម្រាប់អ្នកដែលលះបង់នោះទេBawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu. Bawalah hati indah berseri ke altar yang suci. Semoga apa-apa berkenan mengambil bunga hatimu. Lenyaplah kesan hambaku lana, semarak ini medan berbakti, berhiaskan niat warna-warni, bagaikan kembang mekar berseri. Bawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu.